ប្រិមត្តទស្សនិកជនជាទីមេត្រីនៅពេលនេះខ្ញុំសូមធ្វើសេចក្តីរាយការណ៍ឲ្យរៀងយឺតបន្តិចដោយសារយើងខ្ញុំបានដឹងថាស្មានណាបាន BM យើងបាញ់ឡងទៅវិញអញ្ចឹងពេលមកខ្ញុំមកធ្វើសេចក្តីរាយការណ៍នេះគឺ BM របស់យើងបានបាញ់ស្រោចទៅលើបណ្ដាគោលដៅជាច្រើនរបស់ទាហានថៃដែលបង្កសង្គ្រាមមកលើកម្ពុជាហើយកម្ពុជាក៏ជាអ្នកគ្រាន់តែជាអ្នកស្វ័យការពារខ្លួនតែប៉ុណ្ណោះអញ្ចឹងសង្គ្រាមចូលដល់ថ្ងៃទី4នេះគឺផ្ទុះបាទពងបាញ់នេះគឺ BM ចេញស្រាប់សំឡេងទីសិនបាទសម្រាប់ថ្ងៃទី4នេះថៃបានចាប់ផ្ដើមផ្លោងចូលមកទឹកដីកម្ពុជាក្នុងចន្លោះម៉ោង 4:40 នាទីហើយក៏មានការវាយថ្មើរជើងគ្នាផងដែរនៅតំបន់ទិសប្រាសាទទិសឧត្តរមានជ័យនេះព្រឹកនេះមកដល់ពេលនេះបាញ់រៀងរង្វើលថៃបាញ់ចូលដែរប៉ុន្តែរង្វើលមិនដូចថ្ងៃម្សិលមិញពេកទេហើយយើងខាងកម្ពុជាចេញពីទិសឧត្តរមានជ័យនេះទៅគឺបាញ់ស្រោច BM យ៉ាងច្រើនរហូតដល់បឹងតគួននៅក្នុងបឹងតគួនបាទជាមួយម៉ោងកន្លះមុននេះសេចក្តីរាយការណ៍មកថា BM រាប់សិបគ្រាប់បានស្រោចទៅលើម្ដុំបឹងតគួនដែលបានបណ្ដាលឲ្យទាហានសៀមជាច្រើនងាប់ប៉ុន្តែយើងមិនបានដឹងថាចំនួនច្រើនប៉ុណ្ណាទេយើងអត់បានដឹងទេហើយចំណែកទីផ្សេងទៀតមិនសូវជាក្តៅទេអញ្ចឹងជារួមព្រឹកនេះខ្លាំងដោយតំបន់ជារួមគឺបឹងតគួនហើយនឹងនៅឯទិសឧត្តរមានជ័យតែប៉ុណ្ណោះបាទហើយសេចក្តីរាយការណ៍មិនផ្លូវការពីកាសែតព័ត៌មានថៃគឺម្សិលមិញនេះពេលដែលយើងបាញ់ស្រោច BM ចូលទៅលើមូលដ្ឋានយោធាឬក៏វរៈព្រំដែនរបស់ថៃគឺរបួសបានឡើងដល់ទៅជាង100ហើយគេបានផ្សាយថាក្នុងរយៈពេល3ថ្ងៃនៃសង្គ្រាមនៅថៃប្រកាសខ្លួនឯងនេះមានស្លាប់ជាង7នាក់នេះជាព័ត៌មានថៃប៉ុន្តែយ៉ាងណាក៏ដោយមិនមានព័ត៌មានផ្លូវការពីប្រទេសថៃថាទេលើកលែងតែប្រព័ន្ធព័ត៌មានថៃផ្សាយមួយផ្លែតហើយខ្ញុំឃើញថាគេដកត្រឡប់យកទៅវិញអញ្ចឹងជារួមម៉ោងនេះបើប្រៀបធៀបម្សិលមិញម៉ោងនេះស្ងាត់ច្រើនប៉ុន្តែថៃចាប់ផ្ដើមផ្លោងហើយខ្ញុំនៅតំបន់ដែលខ្ញុំនៅនេះគឺធ្លាក់លឺលាន់ខ្លាំងមែនទែនបាទហឹងជាដែរបាទអញ្ចឹងខ្ញុំសូមធ្វើសេចក្តីរាយការណ៍ខ្លីប៉ុណ្ណឹងពីទិសភាគពីយប់នៃប្រទេសកម្ពុជាសូមអរគុណបាទសូមបញ្ជាក់នេះគ្រាប់ផ្លោងថៃកំពុងបាញ់មកហើយបាទលឺហ៎បាទ